នៅពេលដែលខ្ញុំបានមកដល់ផ្ទះខ្ញុំវាធ្វើឲ្យខ្ញុំនឹកចាំអំពីរឿងមួយបើសិនបើយើងទៅកន្លែងគេផ្សេងកន្លែងដំណើរកំសាន្តនៅពេលដែលយើងទៅកន្លែងគេគឺត្រូវការគ្រប់យ៉ាងគឺត្រូវការឲ្យយើងបង់លុយគេហ្មងកន្លែងដំណើរកំសាន្តបើសិនបើយើងចង់ស្នាក់នៅកន្លែងគេផ្ទះគេគឺទាមទារឲ្យយើងបង់លុយហើយថ្លៃមែនតើមកយប់100 200 50 60អីចឹងទៅគឺថ្លៃមែនតើប៉ុន្តែមានតែផ្ទះមួយទេដែលអត់គិតលុយគឺជាផ្ទះរបស់ឪពុកម្ដាយរបស់យើងក៏អត់គិតលុយកូនមកពេលណាក៏បានចង់ញ៉ាំអីបាយ free គ្រប់យ៉ាងហើយនៅពេលដែលមានវត្តមានយើងទៅគឺសប្បាយចិត្តទោះបីជាពេលខ្លះយើងគ្មានអ្វីក្នុងការដែលជួយគាត់ឲ្យលុយច្រើនដូចគាត់ប៉ុន្តែគាត់សប្បាយចិត្តនៅពេលដែលកូនបានត្រឡប់មកវិញអញ្ចឹងធ្វើឲ្យខ្ញុំគិតថាដូចជាក្នុងគម្ពីរព្រះអង្គចាំបញ្ចៃថាគឺឲ្យយើងគោរពស្រឡាញ់ឪពុកម្ដាយពីព្រោះឲ្យគ្មានកន្លែងណាដែលល្អដូចជាផ្ទះរបស់យើងគ្មានមនុស្សណាដែលល្អដូចជាឪពុកម្ដាយរបស់យើងទេវាមិនខយដែលព្រះជាម្ចាស់ដូចជាឪពុករបស់យើងទាំងអស់ព្រះអង្គស្រឡាញ់ព្រះអង្គម្ចាស់ឲ្យតម្លៃមកកាន់យើងអញ្ចឹងហើយទើបខ្ញុំនឹករំលឹកថាគ្រួសាររបស់យើងព្រះអង្គម្ចាស់ឲ្យស្រឡាញ់ឲ្យគោរពទៅកាន់គ្រួសាររបស់យើងព្រោះមានតែគ្រួសារយើងឯងដែលស្រឡាញ់យើង right yes សូមព្រះប្រទានពរ